ថ្ងៃថ្មីប្រវត្តិទួងថ្មីនៅថ្ងៃនេះយើងមកនិយាយអំពីអាទិទេពកោរន្ទះសនៅក្នុងរឿង Record of Ragnarok សគឺជាអ្នកតំណាងឲ្យពួកអាទិទេពក្នុងការប្រកួតជុំទី1គាត់ត្រូវបានគេស្គាល់ថាគឺជាអាទិទេពនៃកោរន្ទះនិងជាអ្នកចម្បាំងដែលខ្លាំងបំផុតរបស់ពួកព្រះ Norse ខុសពីសនៅក្នុងខ្សែភាពយន្ត Marvel ដែលយើងធ្លាប់ឃើញសនៅក្នុងរឿង Record of Ragnarok មានលក្ខណៈស្ងប់ស្ងាត់ចិត្តត្រជាក់ពោរពេញទៅដោយអំណាចនិងការបំផ្លិចបំផ្លាញលក្ខណៈសម្បត្តិនិងអាវុធសមានសក់ពណ៌ក្រហមវែងនិងមានមាឌធំគាត់គឺជាព្រះដែលមិនសូវចេះនិយាយស្ដីហើយតែងតែស្វែងរកគូប្រកួតដែលស័ក្តិសមដើម្បីបំបត្តិភាពធុញទ្រាន់របស់គាត់ញញោមយោនីវាគឺជាញញោយៈដែលមានទំហំខ្លួនធំជាងមនុស្សទៅទៀតនៅក្នុងរឿងនេះយោនីគឺជាសភាវៈរស់ដែលនឹងដកឃ្លាពីការដេកលក់នៅពេលដែលវាជួបគូប្រកួតដែលខ្លាំងស្រោមដៃចាំង Gripper មនុស្សគ្រប់គ្នាជឿថាសពាក់ស្រោមដៃនេះដើម្បីការពារពីកម្ដៅរបស់ញញួរប៉ុន្តែការពិតគឺផ្ទុយស្រឡះគាត់ពាក់វាដើម្បីការពារញញួរកុំឲ្យបែកខ្ទេចខ្ទីនៅក្រោមសម្ពាធកម្លាំងដ៏មហិមារបស់គាត់មុនពេលដែលវាភ្ញាក់ដឹងខ្លួនសមត្ថភាពប្រយុទ្ធស Hammer គឺជាក្បាច់វាយប្រហារដ៏ល្បីដែលគាត់ទម្លាក់ខ្លួនចុះទៅក្រោមក្នុងមុំដ៏ចម្លែករួចបោះញញួរនោះចេញទៅដោយកម្លាំងបង្វិលដ៏ខ្លាំងក្លាGeralt ជាក្បាច់ដែលសយកញញួរដែលកំពុងហោះត្រឡប់មកវិញបន្ទាប់ពីការបោះចេញរួចបន្ថែមល្បឿននិងកម្លាំង centrifugal ឬកម្លាំងបង្វិលជុំដើម្បីវាយកំទេចសត្រូវក្បាច់នេះហើយដែលបានសម្លាប់លីពូទំនាក់ទំនងជាមួយលីពូសនិងលីពូមានចំណុចដូចគ្នាមួយគឺភាពឯកានៃអ្នកខ្លាំងពួកគេទាំងពីរខ្លាំងរហូតដល់គ្មានអ្នកណាអាចតល់ទល់បានក្នុងពិភពរៀងៗខ្លួននៅក្នុងការប្រកួតជុំទី1សបង្ហាញភាពរីករាយជាលើកដំបូងក្នុងឆាកជីវិតព្រោះគាត់បានជួបមនុស្សដែលអាចតទល់នឹងការវាយប្រហាររបស់គាត់បាននៅពេលដែលលីពូស្លាប់សមិនបានអបអរសាទរដោយភាពក្អឺតក្ទោមទេប៉ុន្តែគាត់បង្ហាញពីការគោរពយ៉ាងខ្លាំងចំពោះគូប្រកួតម្នាក់នេះគាត់ថែមទាំងបានសម្លាប់កងទ័ពរបស់លីពូតាមការស្នើសុំដើម្បីឲ្យពួកគេបានតាមបម្រើមេតបរបស់ពួកគេនៅពិភពថ្មីលទ្ធផលនៃការប្រកួតសគឺជាអ្នកឈ្នះនៅការប្រកួតជុំទី1ដោយផ្ដោតមួយពិន្ទុទៅខាងពួកអាទិទេពទោះបីជាយ៉ាងណាក៏ដោយជ័យជំនះនេះបានធ្វើឲ្យពួកអាទិទេពទាំងខ្លួនថាមនុស្សជាតិមិនមែនជាសភាវៈដែលងាយស្រួលបង្ក្រាបដោយតែពួកគេធ្លាប់គិតនោះទេនេះជាប្រវត្តិសង្ខេបរបស់អាទិទេពកោរន្ទះសនៅក្នុងរឿង Record of Ragnarok ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ Single-handedly annihilated all 66 of the Jotun.